mà chắc mình đôi cho bao online nơi Osmart khai chỉ có thay dọc mà bằng hai anh đã chết ở pi ca cho bao cặp lăng ở Campuchia bao phong khơi nhé sừng không thay từ sông phương vậy ngày ní khang vô thi trường tật thay á nom nè xa bỏ miền anh đã chết nâng thay á từ mà chắc mình đôi cho bao online nơi cả lanh Osmart nữa hay từ lóc từ cả cái hay ai thọt rúp á khơi nhạc computer khơi nhạc keyboard khơi ai năng đài thưa đầm bay cái thà cho bao online bằng cách ở miền khơi rúp hiệp mối thay cái thà cái vay thử ấy khơi cái tầm tuyên cho cả lanh năng bàn ấy phú cái thà chứរឿងការឆោបបោកអនឡាញហ្នឹងវាគួរតែរដ្ឋាភិបាលកម្ពុជាខ្លួនឯងអាចបង្ក្រាបបានណាមិនត្រូវឲ្យរៀលដាល់ដល់ប្រទេសថៃទេតែឥឡូវគេទាល់តែគេមកបង្ក្រាបបានអាចបង្ក្រាបបានខ្មែរគ្មានសមត្ថភាពគេចង់និយាយអញ្ចឹងតើយើងបាក់ទឹកចិត្តប៉ុណ្ណានៅពេលដែលថៃមើងងាយយកដីយើងឥឡូវយកលេសហៅគេមកក្នុងដីយើងតែអាតំបន់ហ្នឹងយើងឲ្យគេគ្រប់គ្រងអស់គេហៅមកយើងទៅធ្វើអីក៏ទៅឥឡូវឃើញគេយកមកថតអញ្ចឹងទៅប្រាប់ពិភពលោកថាថៃវាយហ្នឹងត្រូវក៏កុំទប់ទាន់ឆោបបោកអនឡាញហ្នឹងក្រៅហើយថៃយកបងទៀតគេនឹងថាណែបើកុំគេធ្វើអញ្ចឹងមិនមែនចាប់ Gen Z អីបខំបន្ទាន់អីណែស្អីដកសញ្ជាតិមិនមែនមកចេញច្បាប់ប្រយុទ្ធប្រឆាំងនឹងការឆោបបោកអនឡាញអីធ្វើលឿនឥឡូវប្រកាសឲ្យជាផ្លូវការថៃអាចនឹងយកលេសហ្នឹងគេថាដោយសារគេទៀតតែកម្ពុជាក៏មានស្នាដៃដែរគេខំប្រឹងធ្វើតែឥឡូវគេយកអាមជ្ឈមណ្ឌលនៅអូស្មាច់ហ្នឹងឃើញទេតិចទៀតគេយកអាកន្លែងណាដែលគេរឹបអូសមកវាបហាយើងគ្រប់រឿងយើងគឺវាកុំសង្ឃឹមរឿងដោះស្រាយជាមួយថៃគេនឹងរកវិធីឲ្យអារឿងឆោបបោកអនឡាញនេះថៃកំពុងប្រាប់ពិភពលោកហើយឥឡូវថៃសហការជាមួយ FBI យ៉ាងស្អិតរមួតFBI នឹងថៃស្អិតល្មួតយូរទៅគឺគេចាប់ដើមបានទុនបានលុយពីរដ្ឋាភិបាលអាមេរិកជួយខាងភាគីថៃយ៉ាងច្រើននៅក្នុងការប្រយុទ្ធប្រឆាំងឆោបបោកអនឡាញឥឡូវអាមេរិកទៅជាពួតដៃជាមួយថៃប្រយុទ្ធប្រឆាំងឆោបបោកអនឡាញព្រោះអីជនរងគ្រោះដែលឆោបបោកអនឡាញនៅអាមេរិកគឺដោយសារស្នាដៃរបស់លោកចិនស៊ីដែលជាទីប្រឹក្សារបស់លោកហ៊ុនសែននេះឃើញគេរួមគ្នាមកគេមើលមកយើងគឺកក្រិចយើងខូចទៀតហើយដល់ពេលចឹងអាមេរិកអត់មានជួយខ្មែរទេឃើញនៅ FBI អាមេរិកទៅជួយខាងភាគីថៃឃើញតែលាក់លុយប្រមាណដូច10លានអីថាមកជួយខ្មែរប៉ុន្តែមន្ត្រី FBI អាមេរិកសហការជាមួយថៃយ៉ាងស្អិតរមួតក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែននេះហើយឥឡូវនេះគេមកគិតថាវាកើតឡើងមកពីស្រុកខ្មែរតែថៃនឹងក៏មានដែរបទល្មើសឆ្លងដែនតែឥឡូវពិភពលោកគេមើលមកឃើញខ្មែរគេយកមជ្ឈមណ្ឌលហ្នឹងទៅថៃគេលាងស្អាតរបស់គេថាគេអត់អីទេមកពីខ្មែរវារៀលដែរឥឡូវគេគ្រប់គ្រងបានឃើញហើយអញ្ចឹងយើងទៅដោះស្រាយអីជាមួយថៃបានបងប្អូនយើងទៅសុំភ្លើងយក្សយ៉ាងម៉េចទៅគេរហពេលដាក់បន្ទុកយើងរហូតរាល់ថ្ងៃហើយឥឡូវនៅពេលដែលថៃកំពុងស្និទ្ធជាមួយអាមេរិកយើងទៅ RH ណោះតុងជ័យអីណាស្វាគមន៍នាវាចម្បាំងរុស្ស៊ីចូលចតនៅកំពង់ផែប្រសិទ្ធអនុ2ថ្ងៃសប្បាយណាស់ឃើញនាវាចម្បាំងរុស្ស៊ីបានផលអីពេលដែលសង្គ្រាមជាមួយនឹងថៃគេទន្ទ្រានដីខ្មែរទម្លាក់គ្រាប់ចង់ស្លាប់ប្រជាពលរដ្ឋអស់មកចំហៀងខាងនោះហើយកន្លែងសមរភូមិរុស្ស៊ីស្ងាត់មាត់ឲ្យដូចគេចុកអត់មានតែថ្កោលទោសថៃតែថ្កោលទោសអីឥឡូវយកអានាវានឹងតាមតំបន់ប៉ាស៊ីហ្វិកនឹងចេះដំណើរទស្សនាចរមកជ្រុលមកចូលស្រុកខ្មែរដឹងថាខ្មែរឲ្យចតសបាយធ្វើដូចឯងនឹងមាននាវារុស្ស៊ីនឹងមកនៅខាងយើងហើយពងឲ្យវាយមួយថៃអត់អាលីងពួកខាងរុស្ស៊ីខាងអីនេះចោលមកទៀតគេមកជួយខ្មែរជួយអីណាទេពេលដល់ពេលមានការអីបលេះដៃខ្មែរចោលបាត់អស់អត់មានថ្កោលទោសថៃអីទេមកនេះស្អំចិត្តប្រជាពលរដ្ឋទេឃើញនាវាគេមកនឹងថាអូយើងនឹងគ្រប់គ្រងសាទរគេប៉ុន្តែបានផលអីបើរុស្ស៊ីអត់ដែលថ្កោលទោសថៃសុំបីតែបន្តិចអានាវាចម្បាំងនឹងហើយដែលជាខ្នងបង្អែករបស់យើងដើម្បីជួយការពារពេលដែលមានការអីយើងពឹងរុស្ស៊ីឥឡូវពឹងផែមកក៏សម្ចតរបៀបទេសចរសុទ្ធសាធនេះគេថាកិច្ចសហប្រតិបត្តិការរវាងយោធាសហប្រតិបត្តិការបានប្រយោជន៍ស្អីបើកាលពេលថៃវាយជាមួយនឹងថៃវាយខ្មែរចង់ទូកសាច់អត់មានមករុស្ស៊ីណាថ្កោលទោសថៃមួយហើយឥឡូវមកអេឲ្យរឿងនាវាចម្បាំងចិនអីណាពីរគ្រឿងទៀតថាគេនឹងឲ្យយើងឲ្យអីណាបានប្រយោជន៍អីកាលពេលចិនពេលដែលវាយជាមួយថៃចិនមុតមើលឆ្នាំប្រលេះដៃខ្មែរចោលទៅធ្វើសម្ពយុទ្ធយោធាជាមួយថៃហើយឥឡូវមករមានផ្ដាល់នាវាចម្បាំងអីឲ្យខ្មែរយកមកធ្វើអីវាបានតែស្អំចិត្តបោកប្រជាពលរដ្ឋខ្មែរឲ្យជួលលងលក់នៅក្នុងការដែលអូតំណែងតំណងការបរទេសកម្ពុជាល្អណាស់ជាមួយមិត្តចិនគឺយើងនៅតែបន្តជាមួយមិត្តរុស្ស៊ីគឺយើងនៅតែបន្តមិត្តស្អីមិត្តគេជួយគ្នាក្នុងគ្រាក្រប៉ុន្តែមិត្តអត់រត់ចោលគ្នាក្នុងគ្រាក្រចឹងទេហើយមិត្តដែលសំខាន់បំផុតសម្រាប់កម្ពុជានៅពេលនេះគឺនៅពេលដែលថៃឈ្លានពានដីខ្មែរយើងរកមិត្តរត់ស្រូវឃើញហើយរុស្ស៊ីមិនមែនមិត្តខ្មែរទេចិនក៏មិនមែនមិត្តខ្មែរដែរអាមេរិកហ្នឹងក៏មិនមែនមិត្តខ្មែរដែរប៉ុន្តែសរសើរអាមេរិកទៅបានជួយសែកក្អកមកខុសមកបានជួយណែមានបាត់ជប់បាញ់ពីលើកដែរកុំអីយើងបាត់អស់អា3 10កន្លែងទៀតហ្នឹងក៏មកដែរបើថៃគេមិនជប់ក៏មិនដឹងធ្វើអីថៃដែរព្រោះយើងគ្មានសមត្ថភាពទៅទប់បានទេអញ្ចឹងសរុបសេចក្តីមកគឺវាអញ្ចឹងនយោបាយបងប្អូនគេបោកយើងអញ្ចឹងប៉ុន្តែយើងអកុសលដែរប្រទេសកម្ពុជាសុំតែសុខសុំអត់បានអញ្ចឹងហើយបានថាវាសង្គមយើងវាប្រែប្រួលហើយសម្ដាប់ក្នុងពិភពលោកប្រែប្រួលអស់ហើយប្រទេសមានអំណាចគឺគេចាប់ដើមសហការគ្នាឥឡូវគេត្រូវគ្នាអស់យើងមើលថៃថ្ងៃនេះថ្ងៃម្សិលមិញយន្តហោះប្រដេញយន្តហោះយោធាចម្បាំងរបស់ថៃចុះចតរបស់អាមេរិកចុះចតនៅពលានយន្តហោះក្រាប៊ីនៅថៃឥឡូវប្រជាប្រដ្ឋថៃកំពុងតែភ្ញាក់ផ្អើលរឿងនេះប៉ុន្តែថៃគេចាក់ទឹកមិនលិចជាមួយអាមេរិកអញ្ចឹងចុះចតយន្តហោះយោធាអីចុះទៅហើយដល់ពេលហើយគេចាប់ផ្ដើមត្រូវរើគ្នាគេឲ្យថ្ងៃមុនគេឲ្យរថពាដៃ7 10គ្រឿងថ្ងៃមុនគេឲ្យលុយ100 លានដុល្លារជួយយោធាក្រោយមកអាមេរិកជួយរហូតធ្វើសម្ពយុទ្ធយោធាហើយយើងមានសង្ឃឹមអីទៅចរចាជាមួយថៃធ្វើភាគីអីបើអត់មានអាណាថ្កោលទោសថៃសោះអញ្ចេះហើយទៅថៃជាអ្នកដែលកាប់យើងហើយអត់មានអាណាជួយការពារយើងហើយយើងសង្ឃឹមថានឹងឈ្នះគេអត់ព្រមប្រឹងទៅ ICC អត់ព្រមប្រឹងទៅតុលាការ ICJ បាទយើងនាំគ្នាផ្លុំខ្យល់ទៅបកផ្សែងទៅកុំរួចភ្លើង